នឹងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលចាស់ដែរថ្មីល្ងាចនឹងម៉ោងប៉ុណ្ណឹងសុខទុក្ខយ៉ាងណាដែរហេតុអីបានខ្ញុំតែងតែមកថតនៅចំការនេះបង្ហាញបងប្អូនផុសលើកណាក៏ឃើញតែនៅចំការចន្ទីដោយសារអីពុកម៉ែបងប្អូនដែលខ្ញុំមកផុសកន្លែងនេះរាល់ពេលដោយសារតែកន្លែងនេះខ្ញុំមានសេចក្តីសុខគឺកន្លែងនេះឯងនៅពេលខ្ញុំឧទាហរណ៍ថាហត់នឿយឬ stress ស្មុគស្មាញនៅប្រការណាមួយគឺខ្ញុំមកទីនេះគឺបំបត្តិការអបសុខរបស់ខ្ញុំឃើញសមិទ្ធផលនានាដែលកើតដែលស្នាដៃយើងខំតស៊ូបានណាបងប្អូនក៏មានអារម្មណ៍ថាសប្បាយចិត្តស្រស់ស្រាយឡើងវិញបងប្អូនក្តាប់បានខ្លះបងប្អូនថ្ងៃផ្កានាមតផ្កាអត់មានក្តាប់ទៅដឹងមើលទៅនឹងមិនទេពុកម៉ែបងប្អូននឹងសង្ឃឹមប្រមាណភាគរយទេនេះហើយសូមផ្ដាំផ្ញើទៅពុកម៉ែបងប្អូនអ្នកដើរព្រៃសូមមេត្តាកំដុតព្រៃដុតអីទៅខ្លាចវារៀលឆេះទៀតអញ្ចឹងណាពុកម៉ែបងប្អូនឆេះទៀតចប់ហើយនេះខ្លាចឆេះតាមជើងអូពុកម៉ែបងប្អូននេះអាត្រាក់វាចូលអត់រួចបើយើងប្រឡោះអញ្ចឹងយើងចូលរួចដល់អាខាងនេះទៅឆ្លៀតរុញអញ្ចឹងនៅខាងទៅព្រៃពុកម៉ែបងប្អូនអញ្ចឹងកុំដុតព្រៃដុតអីហ្នឹងហើយរបស់យើងរបស់បងប្អូនក៏ដូចជារបស់យើងត្រូវចូលរួមស្រឡាញ់ជួយថែរក្សាគ្នាបងប្អូនវត្តដុតទៅឆេះសមិទ្ធផលគ្នា 4-5 ឆ្នាំទម្រាំដាំបានអញ្ចឹងវាខូចខាតមិនអញ្ចឹងបងប្អូនកុំសោះមេត្តាយោគយល់នឹងអធិស្ឋានយើងដាំបាយដាំអីមុនចេញដំណើរយើងពលត់វាចោលទៅខ្លាចឆេះរបស់បងប្អូនហ្នឹងហើយមានអីទេបងប្អូនកន្លែងដែលមានសេចក្តីសុខគឺកន្លែងហ្នឹងឯងណាបងប្អូនសង្ឃឹមថាពុកម៉ែបងប្អូននឹងយោគយល់អារម្មណ៍មួយនេះណែបងប្អូននេះផ្កាគេណែអូអត់តោះណែបងប្អូនអើយប៉ុណ្ណឹងតែមានសង្ឃឹមអត់ទេបងប្អូនវល់ក្រុមទៀតនេះមើលវល់រុំមកណែអរគុណច្រើនបងប្អូនដែលតែងតែនិយមតាមដាននិងខមមិនពាក្យល្អៗសម្រាប់ខ្ញុំបាទនិងអរគុណច្រើន